នៅពេលធ្វើដំណើរក្នុងព្រៃមានប្រជាជនជាច្រើនអ្នកប្រាប់ទៅធឿងឲ្យបោះបង់កូនរបស់គាត់ចោលបើទោះបីជាមានការគំរាមយ៉ាងណាធឿងមិនបោះបង់កូនចោលនោះទេប៉ុន្តែជាអកុសលកូនរបស់គាត់ម្នាក់បានស្លាប់ដោយសារកង្វះអាហារហូបចុកហើយពីរអ្នកក្រោយទៀតអាចរក្សាជីវិតបានការលំបាកខាងលើនេះគឺជាចំណែកមួយក្នុងចំណោមការលំបាកជាច្រើនទៀតបន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំក្រៅពីនេះនៅក្នុងសម័យខ្មែរក្រហមធឿងចូលធ្វើការចំតែកន្លែងលំបាកនិងស្ទើរតែគ្មានអាហារហូបដែលជាហេតុធ្វើឲ្យគាត់ទ្រាំមិនបានទើបហ៊ានប្រថុយជីវិតលួចរត់ពីការដ្ឋានការងារទៅសហគមន៍វិញខាងក្រោមនេះគឺជាការលំបាករបស់ធឿងនៅក្នុងសម័យខ្មែរក្រហមនិងទុក្ខវេទនានៅក្នុងព្រៃតាមព្រំដែនខ្មែរសៀមស៊ីមធឿងអាយុ62ឆ្នាំរស់នៅភូមិព្រៃក្តីឃុំត្រពាំងធំខាងត្បូងស្រុកត្រាំកក់ខេត្តតាកែវនៅក្នុងរបបខ្មែរក្រហមធឿងបានចាក់ចែងពីគ្រួសារទៅរស់នៅក្នុងវត្តព្រៃព្រំជាមួយក្រុមកងចល័តនារីនិងធ្វើការនៅក្បែរនោះនៅក្នុងកងចល័តធឿងបានហូបបបរជាមួយនឹងសម្លបន្លែល្ពៅទុំប្រលិតឬត្រកួននិងបន្លែផ្សេងទៀតដែលអង្គការបានរៀបចំនៅក្នុងវត្តព្រៃព្រំសម្លដែលអង្គការស្លឲ្យកងចល័តហូបគឺខ្វះអនាម័យខ្លាំងណាស់ហើយពេលខ្លះមានសត្វតុកកែងាប់នៅក្នុងសម្លក៏មាននៅឆ្នាំ1976ប្រធានកងរបស់ធឿនបានបញ្ជូនគាត់ទៅធ្វើការនៅក្នុងកងយុវជនពិសេសនៅស្រុកអង្គរបូរីនៅក្នុងកងពិសេសធឿនត្រូវដើរទៅធ្វើការ2ដងក្នុងមួយថ្ងៃគឺនៅពេលព្រឹកនិងពេលថ្ងៃត្រង់បន្ទាប់ពីហូបអាហាររួចដែលដើរម្ដងក្នុងចម្ងាយ2គីឡូម៉ែត្រពេលចេញទៅធ្វើការធឿនត្រូវកាន់ប៉ែលបំពង់មួយដើម្បីជីកដីធ្វើប្រឡាយឬយកទៅស្ដារប្រឡាយចាស់អំឡុងពេលធ្វើការកងយុវជននិងកងនារីត្រូវធ្វើការប្រកួតប្រណាំងគ្នាហើយធឿងតែងតែបានទទួលជ័យជំនះប៉ុន្តែមិនទទួលបានរង្វាន់អ្វីទេនៅពេលធ្វើដំណើរត្រឡប់មកវិញធឿងនិងនារីដទៃទៀតឆ្លៀតពេលលួចរើសខ្យងនិងក្តាមតាមផ្លូវយកមកអាំងហូបដើម្បីកាត់បន្ថយការស្រេកឃ្លានការលួចអាហារនេះគឺដាច់ខាតមិនឲ្យប្រធានកងដឹងបើមិនដូច្នេះទេគឺត្រូវបង្ខំចិត្តញាត់ក្តាមឬខ្យងចូលក្នុងមាត់ទាំងឆៅតែម្ដងជាក់ស្ដែងធឿងបានឃើញអង្គការចាប់យកអាហារទៅញាត់មាត់ចូលក្នុងមាត់រីម្នាក់នៅពេលដែលនាងរៀបនឹងអាំងហូបបន្ទាប់មកអង្គការបានបញ្ជូនធឿងទៅក្នុងកងយាយយូនៅកំពង់អំពិលដើម្បីធ្វើការងារអូសចកឬត្រកៀតចេញពីបឹងធឿងបន្តថាបឹងដែលគាត់ធ្វើការមានសត្វពស់ច្រើនណាស់ហើយប្រសិនបើពស់នោះចឹកគឺត្រូវស្លាប់នៅពេលចូលដេកដើម្បីការពារកុំឲ្យមានមនុស្សស្លាប់យុវជននៅក្នុងក្រុមបានដាក់វេនគ្នាអូសមិត្តដែលត្រូវពស់ចឹកមួយថ្ងៃមួយយប់រហូតដល់ខួបទើបអាចសម្រាកបានដើម្បីការពារកុំឲ្យមានមនុស្សស្លាប់យុវជនក្នុងក្រុមបានដាក់វេនគ្នាអូសមិត្តដែលត្រូវពស់ចឹកមួយថ្ងៃមួយយប់រហូតដល់ខ្ទមទើបអាចសម្រាកបានធឿងធ្វើការនោះបានរយៈពេល4ថ្ងៃមានកងស្រុកនៅខាងដើមនៅខាងជើងកំពង់អំពិលមកស្នើនារីនៅក្នុងកងយាយយូឲ្យទៅជួយកាត់ត្រីពេលយប់បន្ថែមទៀតចាប់ពីម៉ោង7ដល់ម៉ោង9ពេលត្រឡប់មកពីកាត់ត្រីធឿងបានលួចយកក្បាលត្រីធំមួយដែលគាត់កាត់បានយកមកស្ងោរហូបរួមគ្នាជាមួយនឹងនារី2នាក់ទៀតដែលធ្វើការយាមជាមួយគ្នាអំឡុងពេលស្ងោរត្រីធឿងនឹងមិត្តបានអង្គុយជុំវិញឆ្នាំងហើយប្រសិនបើអង្គការដើរមកចិត្តគឺគាត់ទាញយកឆ្នាំងនិងដុំថ្មទៅលាក់ភ្លាមហើយអង្គុយធ្វើដូចជាអាំងភ្លើងធម្មតានៅពេលដែលកម្មាភិបាលខ្មែរក្រហមទៅបាត់ធឿងយកក្បាលត្រីមកចំអិនបន្តរហូតដល់ឆ្អិននិងចែកគ្នាហូបភ្លាមធឿងធ្វើបែបនេះជាប្រចាំទើបអាចកាត់បន្ថយសេចក្តីស្រែកឃ្លានគាត់បានព្រោះអង្គការផ្ដល់តែបបររាវហូបជាមួយនឹងសម្លបន្តិចបន្តួចប៉ុណ្ណោះចំពោះអ្នកដែលចិត្តស្និទ្ធជាមួយមេកងគឺអាចរកពងពោះឬរកអ្វីផ្សេងទៀតយកមកដាក់ស្ងោរក្នុងផ្ទះសម្លហូបបានបន្ថែមនិងអាចលួចលាក់អាហារហូបបានប៉ុន្តែបើប្រធានកងមិនពេញចិត្តនឹងអ្នកណាម្នាក់ឬធ្វើការងារមិនគ្រប់ចំនួនគឺត្រូវតាមដានខ្លាំងនិងដាក់ពិន័យធ្ងន់ធឿងធ្វើការនៅក្នុងកងយាយយូបានរយៈពេលកន្លះខែគាត់បានបបួលមិត្តនៅក្នុងកងចំនួនជាង10នាក់រត់ត្រឡប់មកសហគមន៍វិញមូលហេតុដែលធឿងហ៊ានរត់ដូច្នេះព្រោះគាត់មិនចង់ស្លាប់ដោយសារអត់អាហារនៅទីនោះមួយវិញទៀតធឿងមិនអាចទ្រាំជាមួយនឹងការសម្រាកក្នុងរោងហាខ្យល់ត្រជាក់ខែកដឹកបានដោយគ្មានភួយដណ្ដប់ឬសម្លៀកបំពាក់គ្រប់គ្រាន់នោះទេធឿងបានចាក់ចេញពីកងចល័តនៅម៉ោង12 អធ្រាត្រព្រមទាំងលាដើមថ្នោតមួយដើមថាដើមថ្នោតអើយអញត្រឡប់ទៅវិញហើយ
នៅតាមផ្លូវធ្វើដំណើរក្រុមរបស់ធឿងបានជួបជាមួយនឹងកងឆ្លប់មួយក្រុមដែលកំពុងយាមនៅព្រៃសណ្ដែកនិងបានសួរនាំអំពីការដំណើររបស់គាត់ពេលឮសំណួររបស់កងឆ្លប់ធឿងបានឆ្លើយភ្លាមថាក្រុមយុវជននៅកំពង់អំពិលអស់អង្គរហូបហេតុនេះហើយបានជាឲ្យក្រុមរបស់គាត់ធ្វើដំណើរទៅសហគមន៍ទាំងយប់ដើម្បីធ្វើការងារបុកស្រូវរួចយកអង្គរទៅការដ្ឋានការងារវិញកងឆ្លប់បានសួរដេញដោលរកលិខិតធ្វើដំណើរប៉ុន្តែក្រុមរបស់ធឿងមិនមានទៅសុំអង្វរកងឆ្លប់រហូតទទួលបានការដោះលែងទៅក្រុមរបស់ធឿងបានធ្វើដំណើរបន្តទៀតរហូតទៅដល់សហគមន៍ពេលព្រឹកប៉ុន្តែគាត់មិនហ៊ានចូលភូមិភ្លាមនោះទេគឺបានត្រឹមសងំលាក់ខ្លួននៅក្នុងព្រៃសិនព្រោះខ្លាចអង្គការចាប់រហូតដល់ប្រម៉ោង 6 យប់ក្រុមនារីទាំងអស់បានចូលទៅផ្ទះរៀងៗខ្លួនហើយធឿងបានទទួលអាហារបន្តិចបន្តួចពីបងប្អូនរបស់គាត់ធឿងស្នាក់នៅក្នុងផ្ទះ 3 ថ្ងៃទើបគាត់រត់ចូលទៅក្នុងកងដើមវិញនិងបានធ្វើការងារបន្តទៀតធឿងធ្វើការងារនៅអង្គភាពដើមបានមួយរយៈអង្គការបានជំនះគាត់ឲ្យទៅធ្វើការនៅព្រៃសណ្ដែកបន្តទៀតនៅព្រៃសណ្ដែកធឿងបានបបួលនារីម្នាក់លួចត្រឡប់មកសហគមន៍ទាំងកណ្ដាលយប់ម្ដងទៀតព្រោះទ្រាំរែកដីធ្ងន់មិនបានពេលធ្វើដំណើរក្នុងព្រៃធឿងបានជួបជាមួយនឹងចៅព្រៃលីកំបិតវែងមួយដើរចុះដើរឡើងហើយគាត់នឹងមិត្តភ័ក្តិនាំគ្នារត់ពួននិងដើរតាមផ្លូវវាងផ្សេងទៀតរហូតដល់បានជួបកម្មាភិបាលខ្មែរក្រហមធឿងបានកុហកអង្គការថាម្ដាយរបស់គាត់ឈឺខ្លាំងណាស់និងសុំអង្វរកងឆ្លប់ជាច្រើនដងរហូតដល់បានសម្រេចបន្ទាប់មកនៅពេលដែលធឿងធ្វើដំណើរមកដល់ស្រែរនួងមេចាប់ផ្ដើមភ្លឺហើយក្នុងចិត្តរបស់គាត់លែងសូវខ្លាចដូចក្នុងព្រៃទៀតហើយធឿងធ្វើដំណើរបន្តទៀតរហូតដល់ផ្ទះបងបិននៅត្រពាំងចុងរុកនិងបានលាក់ខ្លួននៅក្នុងទីនោះរយៈពេលកន្លះខែនៅត្រពាំងចុងរុកបិនបានយកបាយពីសហគមន៍ឲ្យគាត់ហូបនៅពេលយប់រាល់ថ្ងៃនិងបានបញ្ចុះបញ្ចូលឲ្យធឿងជួយធ្វើការងារក្នុងរោងបាយធឿងដាំបាយនៅក្នុងសហគមន៍បានរយៈពេល4ថ្ងៃឈ្មោះម៉ៅជាប្រធានសហគមន៍បានបញ្ជូនគាត់ទៅកងបន្តទៀតដើម្បីធ្វើការងារនៅក្នុងតំបន់106នៅក្នុងតំបន់106ការងាររបស់ធឿងគឺធ្វើរោងដំឡូងមីនិងជើងដំឡូងមីនៅខែតុលាឆ្នាំ1977ឈ្មោះអេមបានឲ្យនាយរសាគាត់មកហៅធឿងទៅរៀបការនៅក្នុងរោងចក្រអាឈើបុប៉ាត់ផងនៅក្នុងពេលធឿងបដិញ្ញាអង្គការបានរៀបចំយុវជនចំនួន70គូឲ្យរៀបការជាមួយគ្នាបន្ទាប់ពីរៀបការរួចអង្គការបានរៀបចំខសាច់ជ្រូកជាច្រើនផ្ទះសម្រាប់យុវជនរៀបការនិងមនុស្សរស់នៅក្នុងរោងអាឈើទាំងអស់ដែលមានចំនួនសរុប700នាក់បន្ទាប់ពីរៀបការរួចអង្គការឲ្យធឿងធ្វើការងារលាងចានឲ្យកម្មកររោងចក្រអាឈើទាំងអស់ហើយការហូបអាហាររបស់គាត់បានល្អប្រសើរជាងមុនព្រោះបាយមួយកធុននិងសម្លមួយឆ្នាំងរៀបចំសម្រាប់មនុស្សមួយក្រុម12នាក់ហូបនៅខែតុលាឆ្នាំ1978ធឿងសម្រាលកូនម្នាក់នៅពេទ្យក្នុងសាលាដើមចំបក់អង្គតាសោមនៅពេលដែលធឿងចិត្តសម្រាលកូនគាត់បានយកមន់ដែលគាត់ចិញ្ចឹមនៅផ្ទះអំឡុងពេលមានផ្ទៃពោះផ្ញើទៅឲ្យប្តីរបស់គាត់ដែលកំពុងធ្វើការងារស្ទូងស្រូវនៅស្រែគងក្បែរឡខ្ជុងនិងផ្ដាំទៅអ្នកស្គាល់គ្នាឲ្យប្រាប់ប្តីពីទីកន្លែងដែលគាត់ត្រូវសម្រាលកូនធឿងសម្រាលកូនបានរយៈពេល7ថ្ងៃមិនឃើញប្តីមកមើលខ្លួនទើបសុំឡានដឹកឈើពីព្រំតាផង់ត្រឡប់មកសហគមន៍វិញបន្ទាប់មកនៅពេលដែលធឿងសម្រាលកូនបានប្រមាណជា28ថ្ងៃឈ្មោះផុនបញ្ជូនគាត់ទៅរស់នៅខេត្តបាត់ដំបងនៅខេត្តបាត់ដំបងការងាររបស់ធឿងគឺធូរស្រាលហើយមានការហូបចុកគ្រប់គ្រាន់ប៉ុន្តែការរស់នៅសុខសប្បាយរបស់ធឿងមិនត្រឹមតែ3ខែប៉ុណ្ណោះព្រមទាំងកងទ័ពស្ម័គ្រចិត្តវៀតណាមចូលមកក៏នាំគ្នាចេញពីរោងចក្រតែម្ដងទៅប៉ុន្តែការរស់នៅដែលមានក្តីសុខសប្បាយរបស់ធឿងមានត្រឹមតែពេល3ខែប៉ុណ្ណោះព្រោះមានកងទ័ពស្ម័គ្រចិត្តវៀតណាមចូលមកនិងនាំគ្នារត់ចេញពីរោងចក្រនៅខែមករាឆ្នាំ1979មុនពេលកងទ័ពស្ម័គ្រចិត្តធ្វើដំណើរទៅដល់រោងចក្រខេត្តបាត់ដំបងធឿងនិងកម្មាភិបាលខ្មែរក្រហមផ្សេងទៀតបានរៀបចំក្រណាត់សណ្ដែកស្ករសអង្គរដំណើបឬអង្គរខ្សាយនិងសម្ភារៈជាច្រើនទៀតដាក់លើឡានចំនួន7គ្រឿងរួចនាំគ្នាបើកចេញទៅនៅពេលដែលអស់ផ្លូវធឿងនិងមិត្តនៅក្នុងក្រុមនាំគ្នាបោះបង់ឡានទាំងអស់នោះនិងនាំយកតែខោអាវសម្ភារៈបន្តិចបន្តួចរួមជាមួយនឹងអង្គរម្នាក់មួយទេរួចធ្វើដំណើរចូលព្រៃពេលធ្វើដំណើរធឿងជួបប្រទះនៅការលំបាកខ្លាំងព្រោះគាត់ត្រូវ3កូនតូចនិងត្រូវលីអង្គរបន្ថែមទៀតហើយប្តីរបស់គាត់កាន់បង្វិចខោអាវមួយព្រោះពេលនោះគាត់មានជំងឺនៅក្នុងព្រៃធឿងនិងមិត្តប្រមាណជា70នាក់បានធ្វើដំណើរទៅដល់ប្រទេសថៃបានធ្វើដំណើរទៅដល់ទឹកដីប្រទេសថៃតាមច្រកប៉ៃលិនហើយត្រូវបានទាហានថៃយកកាំភ្លើងមកភ្ជង់ពីក្រោយរួចសម្បត្តិយកទ្រព្យសម្បត្តិប្រជាជនហើយធឿងអស់មាសចំនួន 4G
ក្រុមរបស់ធឿងចូលក្នុងទឹកដីថៃបានរយៈពេល4យប់តាមមកទៅទទួលយកបករស់នៅក្នុងព្រៃស្រុកខ្មែរវិញហើយក្រោយមកចូលក្នុងជំរំតែម្ដងអំឡុងពេលធឿងធ្វើដំណើរក្នុងព្រៃកូនរបស់គាត់ដែលមានអាយុប្រមាណជា1ឆ្នាំបានយំនឹងធ្វើឲ្យនារីនៅក្នុងកងទាំងអស់មិនពេញចិត្តនារីនៅក្នុងកងទាំងអស់បានប្រាប់ទៅធឿងឲ្យធ្វើការបះបង់កូននោះចោលក្នុងព្រៃទៅបើមិនធ្វើតាមទេគឺមិនឲ្យធ្វើដំណើរជាមួយទេព្រោះខ្លាចបែកការនៅពេលដែលឮសំឡេងកូនក្មេងពេលឮដូច្នេះធឿងបានខឹងសម្បាយ៉ាងខ្លាំងហើយបានបដិសេធភ្លាមព្រមទាំងយកក្រមាទៅញាត់មាត់កូនរបស់គាត់ធឿងធ្វើដំណើរក្នុងព្រៃមួយរយៈមានក្មេងប្រុសម្នាក់ដើរតាមនិងជួយកាន់សម្ភារៈគាត់រហូតដល់ចំការដើមជ្រៃនៅចំការដើមជ្រៃធឿងបានធ្លាក់ខ្លួនកើតជំងឺគ្រុនចាញ់សម្រាប់លើដើមអង្កាញ់នៅពេលដែលធឿងឈឺបានក្មេងប្រុសម្នាក់ដែលដើរតាមគាត់នោះជួយរកបាយឲ្យគាត់ហូបក្មេងប្រុសម្នាក់នោះតែងតែទៅចូលទៅក្នុងវត្តហៃដើម្បីបម្រើព្រះសង្ឃហើយនៅពេលត្រឡប់មកវិញគាត់បានយកបាយមួយកញ្ចប់ឲ្យធឿងនៅថ្ងៃមួយនៅពេលដែលធឿងនឹងប្តីដេកឈឺខ្លាំងងើបមិនរួចគាត់បានផ្ដាំផ្ញើក្មេងប្រុសម្នាក់ទាំងទឹកភ្នែកថាឲ្យជួយមើលកូនរបស់គាត់ផងនិងខាត់ក្មេងនោះកុំឲ្យទៅវត្តអីព្រោះពេលនោះវត្តគ្មានកម្លាំងព្រោះពេលនោះគាត់គ្មានកម្លាំងតទៅសោះក្មេងប្រុសនោះបានបដិសេធព្រោះប្រសិនបើគាត់បានទៅទេនោះធឿងនឹងមិនមានបាយហូបឡើយក្មេងប្រុសនោះចាក់ចេញផុតបន្តិចស្រាប់តែមានសំឡេងគ្រាប់កាំភ្លើងផ្ទុះឡើងហើយធឿងខំក្រោកឡើងស្រវាសម្ភារៈនិងស្បៀងបន្តិចបន្តួចដែលមានរួចវាឆ្លងអូទៅក្នុងទឹកដីថៃចំណែកប្តីរបស់ធឿងបានកាន់កូនតូចឆ្លងអូទៅជាមួយគ្នាប៉ុន្តែដោយសារគាត់មិនមានកម្លាំងទើបធ្វើឲ្យគាត់ធ្លាក់ចូលក្នុងអូចេញឈាមច្រាលប្តីរបស់ធឿងបានចុះទៅរើសកូនរបស់គាត់រួចបន្តដំណើរទៅមុខទៀតជាមួយប្រជាជនចំណែកធឿងដោយសារតែអស់កម្លាំងខ្លាំងពេកគាត់បានទៅវាទៅសម្រាកនៅក្រោមដើមទន្ទ្រានខេត្តជាមួយអ៊ីមីងម្នាក់ដែលឈឺដូចគ្នានៅក្រោមដើមឈើធឿងចាប់ផ្ដើមឃ្លានបាយនិងធូរស្រាលពីជំងឺព្រោះគាត់បានបែកញើសនៅពេលខំប្រឹងវាបន្ទាប់មកធឿងបានយកអង្ករបន្តិចបន្តួចដែលគាត់មានយកទៅដាំបាយមួយកំប៉ុងហូបពីអ្នកអ៊ីម្នាក់នោះនឹងចាប់ផ្ដើមមានកម្លាំងខ្លាំងឡើងវិញនៅថ្ងៃបន្ទាប់មិត្តនារីដែលធ្វើដំណើរជាមួយគាត់ពេលមុនបានត្រឡប់មកសែងធឿងយកទៅដាក់ក្នុងជំរំនៅក្នុងជំរំប្តីប្រពន្ធរបស់ធឿងនៅតែបន្តដេកឈឺស្ដោកស្ដឹងនិងមិនអាចក្រោកទៅយកជំនួយដែលអង្គការដឹកយកមកចែកទាំងឡានបាននោះទេប៉ុន្តែកូនរបស់ធឿងដែលមានអាយុជាង1ឆ្នាំត្រូវបាននារីក្រមុំដែលធ្លាប់ស្អប់កូនរបស់គាត់ពេលធ្វើដំណើរមកខ្ចីយកទៅបើកស្បៀងនិងបើកសម្ភារៈប្រើប្រាស់ពេញកេះរហូតដល់ពេលយប់នៅពេលយប់ឡើងប្តីប្រពន្ធធឿងបានលួច3កូនចេញពីជំរំព្រោះគាត់ទទួលដំណឹងថាមានអ្នកមកយកប្រជាជនក្នុងជំរំនោះទៅស្រុកអាមេរិកទាំងអស់ហើយប្តីរបស់គាត់បានចង់ចេញពីស្រុកខ្មែរនៅពេលដែលចេញពីជំរំបានមួយយប់កូនស្រីរបស់ធឿងបានឈឺស្លាប់ដោយសារតែបាក់កម្លាំងនៅបឹងត្រកួនធឿងមានការសោកស្ដាយយ៉ាងខ្លាំងបើគុំតែគាត់ឈឺងើបមិនរួចនោះខ្លួនគាត់អាចខាត់កងនារីមិនឲ្យខ្ចីកូនយកទៅបើកស្បៀងរហូតដល់ដាច់យប់អាហារដាច់យប់ដាច់ថ្ងៃដាច់អាហារហើយកូនគាត់ក៏មិនស្លាប់ដែរបន្ទាប់ពីកូនស្លាប់ធឿងនឹងប្តីនាំគ្នាជីកដីកប់កូនរួចធ្វើដំណើរបន្តទៅទៀតទៅខេត្តឧត្តរមានជ័យព្រោះឮថាទីនោះសម្បូរអាហារហូបនៅតាមផ្លូវធ្វើដំណើរដោយសារតែធឿងឈឺស្គមដែរមិនរួចទើបប្រជាជននាំគ្នាសែងគាត់ដាក់ឡានយកទៅរស់នៅក្នុងភូមិចងកនៅក្នុងភូមិចងកបន្ទាប់ពីជំងឺរបស់ធឿងបានធូរស្រាលគាត់សម្រាប់បានកូនម្នាក់ឈ្មោះអ៊ូក្រោយមកធឿងបានជំនះទៅរស់នៅស្ទឹងច័ន្ទនិងកើតបានកូនថ្លោះធំម្នាក់ទៀតឈ្មោះជីនធឿងសម្រាប់កូនបានមួយរយៈគាត់ត្រូវជំនះឡើងភ្នំបន្តទៀតនៅពេលចេញដំណើរធឿងបានឲ្យកូនឈ្មោះអ៊ូជិះពីលើកូនឈ្មោះជីនដាក់ក្នុងថ្នាក់ហើយស្ពាយបាឡូមួយក្រោយខ្នងនិងយកទ្រង់សัตว์មន់ឬទាដាក់ពីមុខមួយទៀតចំណែកប្តីរបស់ធឿងបានជួយកាន់វ៉ាឡូមួយប៉ុណ្ណោះព្រោះគាត់មានជំងឺពេលធ្វើដំណើរតាមផ្លូវអ្នកធ្វើដំណើរជាមួយគ្នាបានប្រាប់ឲ្យធឿងបោះបង់កូនចោលក្នុងព្រៃម្ដងទៀតដោយបាននិយាយថាអ៊ីឯងយកធ្វើអីកូនធំក្រវ៉ាត់វាចោលទៅប្រយ័ត្នឡើងភ្នំមិនរួចកូនធំសឹងអីខំយកអីម៉ែស្គមអញ្ចឹងក្រវ៉ាត់ចោលទៅបាត់ហើយពេលលោកដូច្នេះធឿងបានខឹងនឹងបន្តបោះសម្ដីថាកូនង៉ែងបោះចោលទៅកូនខ្ញុំអត់បោះចោលទេធឿងបានជំនះស្ពាយកូននិងស្ពាយនិងសម្ភារៈធ្វើដំណើររហូតដល់ជំរំអូត្រៅនិងរស់នៅទីនោះនៅឆ្នាំ1991ធឿងបាននាំគ្រួសារត្រឡប់មករស់នៅខេត្តតាកែវវិញការរស់នៅរបស់ធឿងនៅខេត្តតាកែវមិនបានធូរស្រាលប៉ុន្មានទេព្រោះគាត់ត្រូវខិតខំរកស៊ីដើម្បីចិញ្ចឹមកូនរហូតដល់មានអាហារហូបចុកគ្រប់គ្រាន់នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាសធឿងបានឲ្យដឹងថាខ្លួនបានយកការលំបាកនៅក្នុងសម័យខ្មែរក្រហមនិងពេលជំនះក្នុងព្រៃប្រាប់
ទៅកូនចៅរបស់គាត់ចំនួនក្រោយទាំងទឹកភ្នែកហើយកូនរបស់គាត់បានឆ្លើយតបទៅម្ដាយវិញថានឹងហើយសាច់ម៉ែឯងសាច់កម្មនឹងហើយសាច់ម៉ែឯងកម្មធឿងយល់ថាជីវិតរបស់គាត់ពិតជាកម្មមែនដោយកូនរបស់គាត់និយាយអញ្ចឹងកិច្ចសម្ភាសជាមួយឈ្មោះស៊ីមធឿងនៅថ្ងៃទី12ខែកញ្ញាឆ្នាំ2021ដោយកាន់សុភាពក្នុងគម្រោងការលើកកម្ពស់សិទ្ធិនិងធ្វើឲ្យប្រសើរឡើងនៅស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមជ្ឈមណ្ឌលឯកសារកម្ពុជា